ณะนี้มหาอำนาจรุสซีព្រមមានមហាអំណាចអាមេរិកថានឹងរងផលវិបាកយ៉ាងធ្ងន់ធ្ងរបើអាមេរិកហ៊ានទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់បើតាមដំណឹងមកថាប្រទេសមហាអំណាចរុស្ស៊ីនេះព្រមមានថាចំពោះការវាយប្រហារណាមួយរបស់អាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់នោះវានឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរទៅលើសហរដ្ឋអាមេរិកដែលការព្រមានរបស់ទីក្រុងមូស្គូនេះធ្វើឡើងបន្ទាប់ពីលោកដូណាល់ត្រាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានគម្រាមថានឹងបើកការទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់និងទៅលើទីតាំងជាច្រើនទៀតដែលជាទីតាំងយោធារបស់អ៊ីរ៉ង់ប្រសិនបើប្រទេសអ៊ីរ៉ង់នេះមិនព្រមធ្វើឲ្យមានកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិកទីក្រុងវ៉ាស៊ីនតោននោះទេអនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសរុស្ស៊ីលោកស៊ីហ្គេរីយ៉ាកូវបានប្រាប់ទៅអ្នកសារព័ត៌មានថាការគម្រាមកំហែងរបស់សហរដ្ឋអាមេរិកនេះគឺមានអានុភាពក្នុងការបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសអ៊ីរ៉ង់ហើយលោកបញ្ជាក់ថារុស្ស៊ីនឹងមានផែនការដើម្បីឆ្លើយតបទៅលើសហរដ្ឋអាមេរិកហើយរុស្ស៊ីថ្កោលទោសចំពោះការគម្រាមកំហែងរបស់សហរដ្ឋអាមេរិកដែលចង់ទម្លាក់គ្រាប់បែកនៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់នេះហើយថាអាមេរិកនឹងជួបផលវិបាកយ៉ាងធ្ងន់ធ្ងរក៏ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់រុស្ស៊ីរូបនេះមិនបានបញ្ជាក់បន្ថែមថាតើអាមេរិកនឹងជួបផលវិបាកអ្វីនៅឡើយនោះទេប្រទេសមហាអំណាចរុស្ស៊ីគឺជាសម្ព័ន្ធភាពជាមួយនឹងប្រទេសអ៊ីរ៉ង់យ៉ាងស៊ីជម្រៅគណៈប្រតិភូរបស់អ៊ីរ៉ង់តែងតែធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូចំណែកឯគណៈប្រតិភូរបស់រុស្ស៊ីវិញក៏តែងតែធ្វើទស្សនកិច្ចនៅទីក្រុងតេហឺរ៉ង់ផងដែរចំពោះការបង្កើននិងរឹតចំណងមិត្តភាពរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ីរ៉ង់នេះគឺដើម្បីពង្រឹងអនុត្តរភាពរបស់រុស្ស៊ីនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីធ្វើឲ្យអ៊ីរ៉ង់ដែលជាសម្ព័ន្ធភាពរបស់ខ្លួននេះមានភាពខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាអ៊ីរ៉ង់ត្រូវបានរុស្ស៊ីចាត់ទុកថាគឺជាកម្លាំងមួយដ៏ខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីការពារផលប្រយោជន៍រួមនឹងឥទ្ធិពលរបស់ប្រទេសរុស្ស៊ីដោយយោងតាមបណ្ដាញផ្សាយព័ត៌មាន The Times of Israel គឺបានឲ្យដឹងថាចំពោះសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការបរទេសលោកស៊ីហ្គេរីយ៉ាកូវនេះដែលគម្រាមទៅលើសហរដ្ឋអាមេរិកនេះនៅចំពោះមុខសមាភាគីអ៊ីរ៉ង់នេះគឺចង់បញ្ជាក់ថាហើយបង្ហាញថារុស្ស៊ីនៅតែការពារអ៊ីរ៉ង់ទោះបីជាប្រទេសអ៊ីរ៉ង់ត្រូវបានក្រុមប្រទេសបច្ចឹមលោកចោទថាគឺជាប្រទេសមួយដែលកំពុងតែប្រើប្រាស់មធ្យោបាយយោធារបស់ខ្លួនការពារសម្ព័ន្ធភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាដោយឲ្យពួកគេប្រព្រឹត្តអំពើខុសច្បាប់ដូចជាការពារទៅលើក្រុមឧទាមហូធីយ៉ាម៉ែនទៅលើក្រុមហាម៉ាស់ប៉ាឡេស្ទីននិងក្រុមហេប៊ូឡាដែលស្ថិតនៅលើទឹកដីនៃប្រទេសលីបង់ដែលក្រុមប្រដាប់អាវុធទាំង3នេះតែងតែបើកការវាយប្រហារសម្ដៅទៅលើគោលដៅនៃផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានិងទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកគឺប្រទេសអ៊ីស្រាអែលវាមានក្រុងឡាំងធ្លាប់ស្នើឲ្យសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ទទួលយកខ្លួនដើម្បីធ្វើការសម្របសម្រួលនៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ប៉ុន្តែរដ្ឋការរបស់លោកដូណាល់ត្រាំចង់ជួបចរចាផ្ទាល់ជាទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ដោយមិនចាំបាច់ភាគីទី3ចូលមកសម្របសម្រួលនោះទេចំពោះរដ្ឋការរបស់លោកដូណាល់ត្រាំបានប្រមានឲ្យថាបើអ៊ីរ៉ង់មិនមកចរចាជាមួយនឹងសហរដ្ឋអាមេរិកនោះទេនោះកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់គឺមានតែសហរដ្ឋអាមេរិកកំទេចទីតាំងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយនឹងការទម្លាក់គ្រាប់បែកពីលើយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកទាំងលោកដូណាល់ត្រាំនិងមន្ទីរប៉ង់តហ្គោលបានបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទយុទ្ធសាស្ត្រ B2 រហូតដល់7គ្រឿងឲ្យទៅដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ារួចជាស្រេចទៅហើយគឺថានៅពេលដែលមានយុទ្ធនាការមួយដោយវាយប្រហារទៅលើកម្លាំងក្រុមឧទាមហូធីយ៉ាម៉ែនដែលស្ថិតនៅលើទឹកដីនៃប្រទេសយ៉ាម៉ែនដោយកំទេចកម្លាំងប្រដាប់អាវុធដែលក្រុមប្រទេសបច្ចឹមលោកចាត់ទុកថាដូចជាចៅសមុទ្រនេះហើយសហរដ្ឋអាមេរិកបានគម្រាមថានឹងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ទៀតផងយន្តហោះទម្លាក់គ្រាប់បែក B2 របស់សហរដ្ឋអាមេរិកនេះវាអាចផ្ទុកគ្រាប់បែករាប់តោនហើយវាជាយន្តហោះដែលមានអានុភាពបំផុតដែលធ្វើឲ្យសត្រូវខ្លាចបំផុតសហរដ្ឋអាមេរិកត្រូវបានរាយការណ៍មកថាយន្តហោះប្រភេទនេះចំនួន7គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាជាមួយនឹងនាវាផ្ទុកយន្តហោះមួយគ្រឿងបន្ថែមទៀតដែលសហរដ្ឋអាមេរិកមាននាវាផ្ទុកយន្តហោះនៅក្នុងតំបន់មជ្ឈិមបូព៌ានេះមួយគ្រឿងរួចទៅហើយក្នុងរដ្ឋការរបស់លោកដូណាល់ត្រាំបានប្រមានទៅអ៊ីរ៉ង់ថាអ៊ីរ៉ង់ត្រូវតែត្រៀមលក្ខណៈដើម្បីទទួលយកគ្រាប់បែកដែលទម្លាក់ចេញពីយន្តហោះទម្លាក់គ្រាប់បែក B2 របស់សហរដ្ឋអាមេរិក
គឺជាពុំរួចនោះទេប្រសិនបើអ៊ីរ៉ង់មិនព្រមចូលខ្លួនមកចរចាជាមួយនឹងសហរដ្ឋអាមេរិកនោះចំណែកឯប្រទេសអ៊ីរ៉ង់វិញបើតាមមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់អាយ៉ាស្តូឡាលីខាមេនីលោកបានប្រមានវិញថាអ៊ីរ៉ង់មិនខ្លាចញញើតក្នុងការវាយបកទៅលើកងទ័ពរបស់អាមេរិកនោះទេរួមជាមួយនឹងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាឲ្យតែសហរដ្ឋអាមេរិកហ៊ានតែទម្លាក់គ្រាប់បែកវាយប្រហារមកលើទឹកដីនៃប្រទេសអ៊ីរ៉ង់មេដឹកនាំកម្ពុជាបំផុតរបស់ប្រទេសអ៊ីរ៉ង់បានប្រកាសថាគឺអ៊ីរ៉ង់បានដំឡើងមីស៊ីលរួចជាស្រេចទៅហើយដើម្បីបាញ់ទៅលើគោលដៅជាច្រើនទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានិងបាញ់ឲ្យចំទៅលើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកទៀតផងហើយលើពីនេះទៅទៀតនោះមេដឹកនាំរបស់អ៊ីរ៉ង់ដ៏កំពូលនេះបានប្រមានថាមីស៊ីលរបស់អ៊ីរ៉ង់ដែលអាចបាញ់ដល់ទឹកដីរបស់សហរដ្ឋអាមេរិកលោកបានដំឡើងរួចស្រេចទៅហើយមេដឹកនាំកម្ពុជានៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អាយ៉ាស្តូឡាអាលីខាមេនីលោកបានទាមទារថាចំពោះការចរចាណាមួយដែលគ្មានរុស្ស៊ីក្នុងការសម្របសម្រួលគឺអ៊ីរ៉ង់មិនអាចទទួលយកបានជាដាច់ខាតប៉ុន្តែប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានប្រមានថាទីតាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏អាចប្រឈមមុខដោយការវាយប្រហារដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលផងដែរដែលអ៊ីស្រាអែលសច្ចាថាមិនឲ្យប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានជាដាច់ខាតប្រទេសអ៊ីរ៉ង់បានព្យាយាមផលិតអាវុធនុយក្លេអ៊ែររយៈពេលជាង20ឆ្នាំមកហើយប៉ុន្តែសម្រាប់ក្រុមប្រទេសប្រចាំលោកបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងផែនការរបស់អ៊ីរ៉ង់ដោយមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់នេះមានអាវុធប្រឡាយលោកដូចនេះបានជាដាច់ខាតអង្គការសហប្រជាជាតិតែងតែបញ្ជូនភ្នាក់ងារថាមពលនុយក្លេអ៊ែររបស់ខ្លួននិងភ្នាក់ងារជំនាញផ្នែកកម្មវិធីអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសអ៊ីរ៉ង់ប៉ុន្តែជារឿយៗត្រូវបានអ៊ីរ៉ង់មិនអនុញ្ញាតឲ្យពួកគេចូលទៅដល់ចំណុចដ៏ស៊ីជម្រៅនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនបាននោះទេហើយអ្នកជំនាញមើលឃើញថាអ៊ីរ៉ង់ទំនងជាផលិតអាវុធនុយក្លេអ៊ែរបាននៅប៉ុន្មានខែខាងមុខទៀតនេះដូច្នេះហើយបានជាសហរដ្ឋអាមេរិកដាក់ការគៀបសង្កត់ខ្លាំងណាស់ដើម្បីឲ្យអ៊ីរ៉ង់មកកាន់តុចរចាអ៊ីស្រាអែលប្រកាសថាបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះអ៊ីស្រាអែលត្រូវតែសម្រេចធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់ដោយជៀសពុំរួចនោះទេអ៊ីស្រាអែលប្រកាសឲ្យថាខ្លួនគេអាចនឹងកំទេចទីតាំងមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយមិនចាំបាច់យល់ព្រមពីប្រទេសណាទាំងអស់ក៏ព្រោះតែអ៊ីស្រាអែលមិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានជាដាច់ខាតបើតាមអ្នកជំនាញគឺមើលឃើញថាអ៊ីរ៉ង់ទំនងជាគ្មានភាពខ្លាំងក៏ព្រោះតែអ៊ីរ៉ង់បានបាក់ស្បាតចំពោះការវាយប្រហាររបស់អ៊ីស្រាអែលរួចទៅហើយដែលអ៊ីស្រាអែលកាលពីឆ្នាំ2024បានបើកការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំដោយសងសឹកទៅលើប្រទេសអ៊ីរ៉ង់វិញនោះដោយអ៊ីស្រាអែលបើកការវាយប្រហារបាញ់មីស៊ីលចេញពីយន្តហោះចម្បាំងរបស់ខ្លួនហើយអ៊ីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងរហូតដល់ទៅ100គ្រឿងភ្លាមនៅក្នុងប្រតិបត្តិការចំនួន5លើកដោយវាយប្រហារទៅលើទីតាំងដំឡើងមីស៊ីលប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ដោយបាញ់លើគោលដៅយោធារបស់អ៊ីរ៉ង់បានទៀតផងដោយការប្រើប្រាស់យន្តហោះចម្បាំង F-35 រួមនឹងយន្តហោះចម្បាំង F-16 រហូតដល់ជាង100គ្រឿងឯណោះនៅពេលដែលអ៊ីស្រាអែលបើកការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំនេះមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់អាយ៉ាតូឡាអាលីខាមេនីសច្ចាថានឹងបើកការសងសឹកទៅលើអ៊ីស្រាអែលហើយប្រមានថានឹងបាញ់ទៅលើអ៊ីស្រាអែលដោយអាវុធធុនធ្ងន់របស់ខ្លួនទៀតផងដូចជាមីស៊ីលប្លង់ប៉ាឡេស្ទិកប៉ុន្តែមកដល់ពេលនេះគេមិនទាន់ឃើញអ៊ីរ៉ង់បើកការសងសឹកទៅលើអ៊ីស្រាអែលនោះទេស្របពេលដែលអ៊ីរ៉ង់កំពុងតែចុះខ្សោយយ៉ាងខ្លាំងក៏ព្រោះតែសម្ព័ន្ធភាពរបស់ខ្លួនត្រូវវាយបង្ក្រាបយ៉ាងចាស់ដៃដោយអ៊ីស្រាអែលដូចជាក្រុមហាម៉ាស់ប៉ាឡេស្ទីនត្រូវបានកំទេចដោយកងកម្លាំងនៃកងទ័ពរបស់ប្រទេសអ៊ីស្រាអែលដូចជាក្រុមហេប៊ូឡាលីបង់ត្រូវបានកំទេចដោយកងទ័ពរបស់អ៊ីស្រាអែលហើយកម្លាំងក្រុមហូធីយ៉ាមែនក៏រងការវាយប្រហារយ៉ាងធ្ងន់ដោយកងយន្តហោះចម្បាំងរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិករួមនឹងចក្រភពអង់គ្លេសដែលសហការសម្ព័ន្ធមិត្តរបស់ខ្លួនជួយអន្តរាគមន៍ដល់សហរដ្ឋអាមេរិកហើយអ៊ីរ៉ង់ដែលចុះខ្សោយខ្លាំងគឺដោយសារតែអ៊ីរ៉ង់បានបាត់បង់សម្ព័ន្ធភាពរបស់ខ្លួនដែលស្ថិតនៅលើទឹកដីនៃប្រទេសសេរីបន្ទាប់ពីរបបផ្ដាច់ការនិយមរបស់លោកប្រធានាធិបតីបាសាអាល់អាសាដត្រូវបានដួលរលំដោយសារតែកម្លាំងអូទៀមកាលពីខែធ្នូឆ្នាំ2024មកនេះដែលធ្វើឲ្យទ័ពរបស់អ៊ីរ៉ង់ដែលស្ថិតនៅលើទឹកដីនៃប្រទេសសេរីដោយរត់ប្រផិតប្រភេញចូលទៅក្នុងប្រទេសរបស់ខ្លួនវិញអ៊ីរ៉ង់បាត់សម្ព័ន្ធភាពដ៏សំខាន់របស់ខ្លួនគឺរបបបាសាអាល់អាសាដដែលនាំឲ្យអ៊ីរ៉ង់ចុះខ្សោយឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរនេះចំណែកឯរុស្ស៊ីវិញបានបាត់បង់មូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីរបស់សេរីរួចទៅហើយរុស្ស៊ីគឺជាអ្នកការពាររបបបាសាអាល់អាសាដផ
ផងដែរតែត្រូវបានបរាជ័យជាមួយនឹងអេរ៉ង់ផងដែរជាមួយនឹងការផ្ដួលរំលំរបបផ្ដាច់ការនៅលើទឹកដីនៃប្រទេសសេរីដោយកម្លាំងអូទៀមរួបរวมគ្នាដោយបានចូលទៅផ្ដួលរំលំរបបផ្ដាច់ការនៅប្រទេសសេរីកាលពីថ្ងៃទី2ខែធ្នូឆ្នាំ2024មកដល់ពេលនេះរុស្ស៊ីពុំមានកងទ័ពរបស់ខ្លួននៅលើទឹកដីនៃប្រទេសសេរីទៀតនោះទេស្របពេលដែលរងក៏គ្មានទ័ពនៅលើទឹកដីសេរីផងដែរនេះចំពោះការគម្រាមរបស់ទីក្រុងមូស្គូទៅលើសហរដ្ឋអាមេរិកដែលអាមេរិកនឹងជួបវិបត្តិធ្ងន់ធ្ងរប្រសិនបើសហរដ្ឋអាមេរិកធ្វើការវាយប្រហារទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់នោះអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីស៊ីហ្គេរីយ៉ាកូវរូបនេះមិនបានបញ្ជាក់ថាអាមេរិកនឹងជួបផលវិបាកធ្ងន់ធ្ងរនឹងកម្រិតណានោះទេប៉ុន្តែគេមើលឃើញថាយុទ្ធសាស្ត្ររបស់រុស្ស៊ីដូចនេះមិនជោគជ័យនោះទេទៅលើលោកដូណាល់ត្រាំស្របពេលដែលរុស្ស៊ីកំពុងតែអោបក្រសោបទៅលើទំនាក់ទំនងជាមួយនឹងលោកដូណាល់ត្រាំ